បូរ៉េលេងនវត្រា 6A បង្ហាញលទ្ធផលដោះស្រាយឲ្យអតិថិជនដែលសម្របសម្រួលរបស់ក្រសួងដែនដីនិងស្ថាប័នពាក់ព័ន្ធក្នុងស្ថានភាពសេដ្ឋកិច្ចមានការលំបាកខ្លាំងបូរ៉េលេងនវត្រា 6A បានបង្ហាញលទ្ធផលនៃការខិតខំប្រឹងប្រែងដោះស្រាយជូនអតិថិជនក្រុមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងស្ថាប័នពាក់ព័ន្ធក្នុងស្ថានភាពសេដ្ឋកិច្ចមានការលំបាកខ្លាំងបន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិសេដ្ឋកិច្ចពិភពលោកនិងសង្គ្រាមបើតាមបញ្ជាក់នៅថ្ងៃទី10ខែមករានេះបូរ៉េលេងនវត្រាបានបន្តសកម្មភាពនៃការសាងសង់និងអតិថិជនមួយចំនួនក៏បានអញ្ជើញមកទទួលការសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់បូរ៉េក៏សូមអរគុណដល់ពុកម៉ែបងប្អូនដោយក្តីអនុគ្រោះនិងយោគយល់ក្នុងកាលៈទេសៈដ៏លំបាកនេះយោងលើកំណត់ហេតុប្រជុំចុះថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នៅទីស្តីការក្រសួងហើយមកដល់ពេលនេះក្រុមហ៊ុនបានខិតខំប្រឹងប្រែងដោះស្រាយបានលទ្ធផលដូចខាងក្រោមចំណុចទី1ទីតាំងដីឡូ87ក្រុមហ៊ុនបានរៀបចំប្រព័ន្ធទឹកភ្លើងបន្ថែមរួចរាល់ដូចនេះអតិថិជនអាចប្រើប្រាស់បានទាំងស្នាក់នៅនិងការសាងសង់ផ្សេងៗចំណុចទី2គម្រោងដីឡូជ្រែ100បច្ចុប្បន្នមិនទាន់បានចាក់ដីបន្ថែមទេដោយក្រុមហ៊ុនកំពុងចាក់នៅប្លុក C បំពេញបន្តិចសិនដោយឡែកអតិថិជនទិញផ្ទះក្រុមហ៊ុនកំពុងដោះស្រាយពួកគាត់ភាគច្រើនសុំបដូរទីតាំងគម្រោងបូរ៉េ 6A បច្ចុប្បន្នផ្ទះនៅសល់ចំនួនតែ46ប៉ុណ្ណោះចំណុចទី3ការចាក់ដីនៅប្លុក C គឺកំពុងចាក់រាល់ថ្ងៃបច្ចុប្បន្នកើនបាន 85% និងនៅសល់តែ 15% ប៉ុណ្ណោះចំពោះទីតាំងដែលត្រូវចាក់ហើយបន្ទាប់ពីពេញកូដរួចក្រុមការងារនឹងគូសឡូដែលនៅសល់ប្លុក E1 ដើម្បីលើកអតិថិជនប្លុក RA មកទីតាំងនេះដែរចំណុចទី4ប្លុកវីឡាថៃ87គឺបានរួចរាល់ការងារឆ្អឹងទាំងស្រុង 90% ហើយប្លុកនេះគឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូការដំណើរការសាងសង់បន្តគឺត្រៀមនឹងចូលឆាប់ៗនេះចំណុចទី5អតិថិជនបង់រំលោះស្នើសុំផ្អាកការបង់ប្រាក់ក្រុមហ៊ុនបានយល់ពីការលំបាករបស់អតិថិជនដូច្នេះក្រុមហ៊ុននឹងពិនិត្យមើលភាពជាក់ស្ដែងជូនហើយក្រុមហ៊ុនបច្ចុប្បន្នក៏មានការលំបាកដូចគ្នាដូចនេះស្នើសុំឲ្យអតិថិជនដែលមានលទ្ធភាពមេត្តាបង់ប្រាក់បន្តចំពោះទីតាំងដែលបានសាងសង់ចំណុចទី6អតិថិជននៅប្លុកវីឡា533ក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងស្វាស្វែងរកកញ្ចប់ហិរញ្ញវត្ថុដើម្បីត្រៀមក្នុងការដំណើរការសាងសង់ឆាប់ៗនេះសម្រាប់ចំហរបស់បូរ៉េគឺឈរលើគោលការណ៍សាងសង់បញ្ចប់ជូនពុកម៉ែបងប្អូន 100% បូរ៉េលេងនវត្រាមានផ្ទះសង់ហើយខ្លះសម្រាប់ជជែកដោះស្រាយដូរយើងនឹងគណនាថេបថយតាមតម្លៃជាក់ស្ដែងបូរ៉េលេងនវត្រាក៏មានជាជម្រើសជជែកជូនពុកម៉ែឈរលើគោលការណ៍មិនអោយខាតបង់នៅអត្ថប្រយោជន៍ពុកម៉ែបងប្អូនឡើយ1សម្រាប់អតិថិជនប្លុកវីឡា B533 អតិថិជនបញ្ចប់ការសាងសង់ដោយខ្លួនគឺសម្រាប់សម្រួលបានដី2ឡូទំហំ 10x17 ម៉ែត្រក្នុង1ឡូគឺ 6A 1ឡូនិងព្រះប្រសព1ឡូអតិថិជនដោះស្រាយបញ្ចប់ដោះដូរគឺសម្រាប់សម្រួលបានដី4ឡូទំហំ 10x17 ម៉ែត្រក្នុង1ឡូគឺ 6A 2ឡូនិងព្រះប្រសព2ឡូ2សម្រាប់អតិថិជនប្លុក B ប្រភេទផ្ទះ E0 និង E1 អតិថិជនសាងសង់បញ្ចប់ដោយខ្លួនគឺសម្រាប់សម្រួលទទួលបានដី2ឡូទំហំ 4.1x18 ម៉ែត្រដីនៅ 6A